YouTuber ម្នាក់នេះធ្លាប់សម្លាប់មនុស្សជិត100នាក់តែពេលដឹងសាច់រឿងពេញរបស់គាត់ហើយមានអារម្មណ៍ថាពិបាកនឹងឲ្យគាត់ខុសមកដឹងពីប្រវត្តិរបស់គាត់ទាំងអស់គ្នាគាត់មានឈ្មោះថា Pedro កើតនៅក្នុងឆ្នាំ1954ជាជនជាតិប្រេស៊ីលហើយឪពុកម្ដាយរបស់គាត់មិនមែនជាអ្នកមានទេឪពុករបស់ Pedro យ៉ាប់ខ្លាំងមែនតែងតែវាយធ្វើបាបម្ដាយសូម្បីតែពេលម្ដាយទម្ងន់ Pedro ហ៊ានធាក់ពោះរបស់ប្រពន្ធនឹងទៀតជាលទ្ធផលធ្វើឲ្យ Pedro កើតមកជាំលលាក្បាលចំពោះ Pedro នឹងដែរមានកំណត់ចង់សម្លាប់តាំងពីអាយុ13ឆ្នាំពេលហ្នឹងឆ្លោះគ្នាជាមួយនឹងបងប្អូនជីដូនមួយហើយបងនឹងបានដាល់ Pedro ជាខ្លាំងព្រោះ Pedro ខឹងវាយបងម្នាក់នឹងវាយហ្មងចេះហេងអាណាព្យាបាលមិនទាន់កុំអីអាបងនឹងត្រូវស្លាប់បាត់ពេល Pedro អាយុ14ឆ្នាំឪពុករបស់ Pedro ត្រូវគេដេញចេញពេលហ្នឹងគេចោទថាឪពុកនឹងលួចអាហារពីសាលាក៏ចឹងទៅក៏ថ្នាក់លើដេញឪពុកនឹងចោលឈប់ឲ្យធ្វើការទៀត Pedro ពេលដឹងរឿងហ្នឹងខឹងខ្លាំងមែនតើបានលួចកំភ្លើងពីជីតារបស់ខ្លួនរួចហើយក៏យកទៅបាញ់ថ្នាក់លើដែរដេញឪពុកខ្លួនហើយសន្តិសុខដែលធ្វើការងារជាមួយឪពុកខ្លួន Pedro សង្ស័យថាម្នាក់ហ្នឹងគឺជាចោរពិតប្រាកដរួចហើយក៏ផាំងម្នាក់ហ្នឹងដូចគ្នាអាយុត្រឹម4-10ឆ្នាំសម្លេះអស់2នាក់បាត់បន្ទាប់ពីធ្វើរឿងហ្នឹងហើយ Pedro ក៏រត់ចេញពីកន្លែងដែលខ្លួនឯងធ្លាប់រស់នៅណាមួយក៏ប៉ូលីសដេញចាប់ខ្លួនដែររត់ចេញពីផ្ទះរួចហើយក៏ជួបជាមួយនឹងក្រុមលក់ថ្នាំឆ្នាំហ្នឹងគឺ1970ជាងដល់ចឹងតែរឿងលក់ថ្នាំហ្នឹងមានច្រើនខ្លាំងមែនតើពេលចូលក្រុមហ្នឹងដែរក៏បានជួបនារីមេម៉ាយម្នាក់នារីមេម៉ាយហ្នឹងធ្លាប់ជាប្រពន្ធអ្នកជួញដូរថ្នាំពេលហ្នឹងប្តីស្លាប់បាត់ហើយនារីម្នាក់ហ្នឹងនៅតែបន្តមកជំនួញលក់ថ្នាំហ្នឹងរួចហើយក៏បានស្រឡាញ់គ្នាជាមួយ Pedro ដល់មកក៏តងូតពេលហ្នឹងអាយុដូចជា16-17ឆ្នាំជាងដឹងស្រាប់ហើយអាការរស់ស៊ីបែបហ្នឹងទូលុយច្រើនមែនក៏ប៉ុន្តែសត្រូវជុំទិសមានការឆ្លោះគ្នាហើយក៏មានការប្រហារគ្នាទៅវិញទៅមកហើយក្រុមសត្រូវរបស់ Pedro បានសម្លាប់ប្រពន្ធរបស់ Pedro ហ្នឹងនិយាយទៅទោះបីជានារីមានផ្ទៃពោះក៏ពួកហ្នឹងអត់លើកលែងដែរហើយ Pedro ពេលមកដល់ផ្ទះវិញឃើញប្រពន្ធស្លាប់មិនខឹងខ្លាំងរួចហើយក៏ទៅសងសឹកពួកហ្នឹងនិយាយទៅប្រហាររះហ្មងឲ្យតែជាប់ពាក់ព័ន្ធជាមួយនឹងការសម្លាប់ប្រពន្ធខ្លួនគឺបាញ់យកដល់ឆ្នាំ1973ពេលហ្នឹង Pedro ទៅតែអាយុ18ឆ្នាំទេត្រូវបានប៉ូលីសចាប់ខ្លួនពីបទឃាតកម្មហើយចៅក្រមក៏បានកាត់ទោសឲ្យជាប់គុកចំនួន128ឆ្នាំរឿងទូទៅពេលជាប់គុកហើយចាប់តែរឿងនេះអត់ចាប់ទេអាពេលប៉ូលីសបញ្ជូនខ្លួនទៅគុកហ្នឹង Pedro អង្គុយចិត្តជន់ល្មើសម្នាក់ជន់ល្មើមួយហ្នឹងជាប់គុកដោយសារតែរំលោភបំពានមនុស្សស្រីគាត់តែ Pedro ដឹងប៉ុណ្ណឹងច្បាច់ក៏អាប៉ែហ្នឹងល្មមទៅដល់ទីតាំងគុកប៉ូលីសដឹងជន់ល្មើម្នាក់ហ្នឹងស្លាប់បាត់នៅក្នុងគុកហ្នឹងក៏ប្រហារមនុស្សជាច្រើនដែរនិយាយទៅមនុស្សណាដែលអាក្រក់Pedro សម្លាប់ចោលទាំងអស់មុនពេលជាប់គុកហើយនិងក្នុងពេលជាប់គុកគាត់តាសម្លាប់ប្រហែលជា100នាក់ជាងតែគេធ្វើសំណុំក្តីបានតែ71នាក់ផ្លៃតែមើលឪពុកម្ដាយ Pedro នឹងដែរជារឿយតែងតែឆ្លោះគ្នាហើយឪពុកក៏បានជ្រុលដៃសម្លាប់ម្ដាយ Pedro ទៅបន់សពម្ដាយខ្លួនហើយក៏និយាយថាខ្ញុំនឹងសងសឹកឲ្យម្ដាយហើយមែនឪហ្នឹងក៏ជាប់គុកទីតាំងជាមួយនឹង Pedro នឹងដែរឪពុកនឹង Pedro ក៏បានជួបគ្នា Pedro ចាក់ចំនួន22កំបិតយកបេះដូងឪនឹងចាញ់ហើយក៏គប់និយាយតាមត្រង់រឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើងលើ Pedro គឺដោយសារតែឪនឹងទាំងអស់34ឆ្នាំបន្ទាប់ពីនៅក្នុងគុកគេក៏ឲ្យចេញពីគុកវិញអត់ដឹងមិនដែរអានឹងច្បាប់របស់គេថាជាប់100ម៉ានឆ្នាំជាងក៏ប៉ុន្តែ30ឆ្នាំជាងឲ្យចាញ់ហើយចេញពីគុកនៅក្នុងឆ្នាំ2007 2011ជាប់ម្ដងទៀតហើយក៏ចេញវិញនៅក្នុងឆ្នាំ2018ចេញលើកហ្នឹងPedro បានកែប្រែជីវិតហ្មងឈប់ខុសដោយរាល់ដងហើយបង្កើត YouTube បង្កើត TikTok មាន follower ក្នុង TikTok ដល់ទៅជិត 400k គាត់ក៏បានឡើងសម្ភារហើយក៏ណែនាំប្រជាជនកុំឲ្យធ្វើដូចគាត់ក៏ប៉ុន្តែនៅក្នុងឆ្នាំ2023គាត់ត្រូវខ្មាំងកំភ្លើងបាញ់សម្លាប់មកដល់សប្តាហ៍ថ្ងៃហើយរកអត់ឃើញទេថាអ្នកធ្វើជាអ្នកណាចុះអ្នកទាំងអស់គ្នាវិញបន្ទាប់ពីស្ដាប់ហើយគិតថាអ្នកណាគេជាអ្នកខុសពិតប្រាកដកុំភ្លេច comment នៅខាងខម